Riêng thợ ấy chẳng nát này hào nụ hay ta riêng cho mỗi con không anhนี่จะสำนวนได้บางคนมันจะโดนไอ้หนังซัวแต่การบางคนได้เห็นท่าหรือท่าไว้สบายใช่ไหมจ๊ะอุทิศตักชมเตียนตลับเตียนถอยคอยวิ่งเรียนจับดาวปัญญาบัตรจนปูไฮกับพงแต่ปตอถนัดบันเดินไฮเสียได้ตลับแต่เรียนปัญญาบัตรจมูกนึงขโมยได้เติมแต่จับบัตรดกทำไมมีบางคนคลาดกอดซัวทั้งเรียนก็เรียนจะนะในไฮปรังเรียนเลย จ้าบางสั้นเชียជួបសំណួរបែបហ្នឹងហើយបងប្អូនអាចនឹងនៅក្នុងស្ថានភាពស្តៀងដែលខ្ញុំលើកឡើងបាញ់មិញនេះបងប្អូនគិតថាមានចម្លើយអីសម្រាប់ខ្លួនឯងហើយបងប្អូនកុំបារម្ភកុំខ្វល់ចម្លើយរបស់យើងប្រកាសជាខុសពីចម្លើយរបស់អ្នកសួរប្រកាសជាខុសពីចម្លើយរបស់អ្នកផ្សេងទៀតខ្ញុំគិតថារឿងមួយដែលជាចំណុចស្នូលនៅកន្លែងហ្នឹងណាបងប្អូនគ្មានអ្នកណាចាស់ហួសរៀនទេកុំខ្វល់ពេកកុំខ្វល់ពីវ័យកុំខ្វល់ពីអាយុបច្ចុប្បន្នឲ្យតែយើងមើលឃើញតែខ្លួនឯងខ្វះអីហើយខ្លួនឯងមានគោលដៅអីហើយអ្វីដែលខ្វះហ្នឹងវាអត់អាចធ្វើឲ្យយើងសម្រេចគោលដៅបានទេហើយយើងមានឱកាសរៀនបានរៀនទៅកុំខ្វល់ពីអ្នកណាថាម៉េចកុំខ្វល់ពីអ្នកណាសួរថារៀនធ្វើអីចំណាស់នេះហើយអញ្ចឹងបើសិនជាយើងឡើយតែខ្វល់រឿងគេថាឡើយតែខ្វល់រឿងនេះរឿងនោះច្រើនពេកវាប្រកាសជាអាចទៅមុខរួចទេប៉ុន្តែអ្វីដែលយើងត្រូវខ្វល់ណានៅពេលដែលយើងចំណាស់នេះហើយនៅពេលដែលយើងមានការទទួលខុសត្រូវច្រើនពេលវេលារបស់យើងមិនមែនជាពេលវេលារបស់យើងតែឯងទេមានត្រូវការពេលវេលាជាមួយប្តីពេលវេលាជាមួយកូនពេលវេលាមើលថែកូនធំកូនតូចពេលវេលាពេលយប់ពេលអីអញ្ចឹងអ្វីដែលយើងត្រូវគិតគឺរឿងនោះវិញទេអញ្ចឹងតើយើងឆ្នៃបែបណាតើការរៀនរបស់យើងនឹងអាចជាគេហៅទៅអង់គ្លេសហៅ blended ណារៀនផ្ទាល់ខ្លះរៀនអនឡាញខ្លះអីចឹងទៅហើយមានពេលវេលាខ្លះរៀនបណ្ដារៀនអនឡាញយើងរៀននៅផ្ទះយើងនៅក្បែរកូននៅក្បែរក្រុមគ្រួសារមិនតឹងតែងពេកទេពេលខ្លះយើងអាចនឹងមានពេលវេលានៅផ្ទះបដាកិច្ចការងារអីបដាធ្វើបដារៀនបដាក៏បានដែរអាហ្នឹងវាជារឿងធម្មតាជាធម្មជាតិរបស់អ្នកអនឡាញទេប៉ុន្តែសំខាន់យើងអាចរៀនបានចំណេះដែលថ្មីហើយវាមកបំពេញគោលដៅជីវិតរបស់យើងវាមកជួយលើកកម្ពស់ជីវភាពរបស់យើងអាជីពរបស់យើងជួយឲ្យក្រុមគ្រួសាររបស់យើងរីកចម្រើននោះគឺជារឿងដែលយើងត្រូវគិតអញ្ចឹងបើសិនជាបងប្អូនរកឃើញថាបងប្អូនមានគោលដៅអីហើយបងប្អូនត្រូវការសមត្ថភាពមួយដែលឲ្យគោលដៅនឹងសម្រេចបានជាពិសេសសម្រាប់អ្នកដែលមានក្រុមគ្រួសារមានកូនយើងត្រូវផ្សារភ្ជាប់ជាមួយគោលដៅគ្រួសារគោលដៅស្វាមីភរិយាកូនចៅរបស់យើងថែមទៀតវាមិនមែនជាគោលដៅតែយើងម្នាក់ឯងទេបើមិនអញ្ចឹងទេវាទៅជាភាពអាត្មានិយមរបស់យើងហើយចឹងនៅពេលដែលស្រួលគ្នាហើយទៅចែកគ្នាហើយបែងចែកពេលវេលាស្វាមីភរិយារបស់យើងចន្លោះពេលដែលយើងទៅរៀនយប់ឡើងគាត់ជួយមើលថែកូនការងារផ្ទះសម្បែងបានបើក្រុមគ្រួសារបែបហ្នឹងធ្វើបែបហ្នឹងបានយើងអាចទៅរួចបានក៏ទៅរួចទៅចាហើយខ្ញុំគិតថារឿងនេះគឺជារឿងដែលយើងគួរតែពិចារណាដែរហើយយើងប្រកាសជាអាចរកឃើញនៅវិធីដ៏ល្អដែលអាចជួយក្រុមគ្រួសារយើងបានអញ្ចឹងបងប្អូនកុំខ្លាចនឹងទៅជែកជាមួយក្រុមគ្រួសារយើងខ្ញុំជឿថានៅពេលដែលយើងមានការព្រួយផ្ដើមអីមួយមានកំណត់ថ្មីអីមួយហើយយើងអាចនឹងទៅជែកគ្នាបានប្រកាសជាទទួលបាននៅក្តីស្រឡាញ់បន្ថែមបន្ទាប់ពីទៅជែកហើយនឹងទទួលបាននៅការគាំទ្រពីក្រុមគ្រួសាររបស់យើងថែមទៀតធ្វើឲ្យគោលដៅទាំងយើងខ្លួនឯងទាំងក្រុមគ្រួសារយើងអាចសម្រេចបានហើយស្ថានភាពសេចក្តីសុខសុភមង្គលជីវភាពគ្រួសារស្ថានភាពផ្សេងទៀតប្រកបជាប្រសើរឡើងចាអញ្ចឹងកុំខ្វល់ពេកបើគេសួរថាចំណាស់ហ្នឹងហើយរៀនធ្វើអីធ្វើអីនោះហើយជាចម្លើយរបស់យើងរកឃើញចម្លើយច្បាស់អូខេហើយអរគុណ